កាកបាទក្រហមកម្ពុជាចុះសួរសុខទុក្ខកម្មករកម្មការិនីរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំងនាសប្តាហ៍កន្លងទៅនេះសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានបន្តចាត់ឲ្យឯកឧត្តមខុនសមេងនាយកដ្ឋានធនធានមនុស្សរួមដំណើរដល់ឯកឧត្តមសុនសវណ្ណរិទ្ធប្រធានគណៈកម្មាធិការសាខាលោកស្រីប៊ុនសុភីអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាលោកនាយកសាខាបានចុះសួរសុខទុក្ខកម្មករកម្មការិនីរងរបួសស្រាលចំនួន37នាក់សម្រាប់នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាចចំនួន14នាក់សម្រាប់នៅគ្លីនិកឯកជនចំនួន23នាក់ដល់ឡែកក្រុមការងារក៏បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសារកម្មករកម្មការិនីចំនួន8គ្រួសារ9សពនៅខេត្តកំពង់ឆ្នាំងផងដែរជាមួយគ្នានោះដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងជីវភាពគ្រួសារសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនបានឧបត្ថម្ភដល់គ្រួសារដែលរងរបួសធ្ងន់ធ្ងរនៅថវិកាចំនួន2លានរៀលនិងគ្រួសាររងរបួសស្រាលនៅថវិកាចំនួន1លានរៀលក្នុងនោះគ្រួសាររងគ្រោះទាំងអស់ក៏បានទទួលនៅថវិកាឧបត្ថម្ភពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងផងដែរ